លោកត្រាំដាក់ចំថាថៃឈ្លានពានកម្ពុជាខណៈលោកអនុទានឆ្លើយតបទាំងប្រហើនទៅវិញថាមិនខ្វល់នឹងសម្ដីលោកត្រាំស្របពេលដែលរដ្ឋមន្ត្រីការពារជាតិថៃគម្រាមមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រជុំគណៈកម្មការ GBC នោះឡើយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី22ខែធ្នូឆ្នាំ2025លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ពីការត្រៀមបញ្ចប់សង្គ្រាមដែលថៃបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាសារជាថ្មីនេះដោយបានបញ្ជាឲ្យលោកម៉ាកូរ៉ូប៊ីយ៉ូរដ្ឋមន្ត្រីការបរទេសអាមេរិករៀបចំសេណារីយ៉ូបញ្ចប់សង្គ្រាមនេះលោកត្រាំជឿជាក់ថាអាមេរិកអាចបញ្ចប់សង្គ្រាមកម្ពុជាថៃបានពីព្រោះលោកបានបញ្ចប់សង្គ្រាមចំនួន8រួចមកហើយដោយឡែកក្រោយពេលទទួលបានរបាយការណ៍ពីការប្រកាសលោកដូណាល់ត្រាំលោកអនុទានបាននិយាយដោយផិតភ័យថាលោកមិនខ្វល់នឹងសម្ដីរបស់លោកដូណាល់ត្រាំឡើយនិងបានបញ្ជាក់ជំហររបស់លោកពាក់ព័ន្ធនឹងការប្រយុទ្ធជាមួយកម្ពុជាថាបញ្ហាព្រំដែននេះគឺជាបញ្ហាទ្វេភាគីរវាងថៃនិងកម្ពុជាហើយលោកមិនទាន់ឃើញប្រទេសណាមួយចេញមុខបញ្ជាក់ថាខ្លួនគ្រប់គ្រងភាគីថៃឬភាគីកម្ពុជានៅឡើយនោះទេហើយប្រទេសថៃនឹងដោះស្រាយបញ្ហានេះដោយខ្លួនឯងម្យ៉ាងទៀតបន្ទាប់ពីការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នៅទីក្រុងកូឡាឡាំពួររដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភឿងកេតកែវបានបញ្ជាក់ជំហររបស់ថៃដោយដាក់លក្ខខណ្ឌឲ្យកម្ពុជាចំនួន3ចំណុចនិងតម្រូវឲ្យកម្ពុជាធ្វើជាលិខិតស្នើសុំទៅថៃផ្ទាល់ទៅប្រទេសថៃព្រមឲ្យមានបទឈប់បាញ់បន្ថែមលើនេះទៅទៀតរដ្ឋមន្ត្រីការពារជាតិថៃលោកណាតាផុនណាផានិតបានប្រកាសមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង GBC ណាមួយនោះទេលុះត្រាតែភាគីកម្ពុជាបំពេញគោលការណ៍5ចំណុចដែលថៃបានទាមទារដោយគោលការណ៍ទាំង5ចំណុចនោះរួមមានទី1ឲ្យកម្ពុជាបញ្ឈប់ការដាក់មានថ្មីចំណុចទី2ហាមយោធាកម្ពុជាប្រើប្រាស់ប្រាសាទបុរាណធ្វើជាទីតាំងយោធាចំណុចទី3ហាមកម្ពុជាមិនឲ្យប្រើប្រាស់ទីតាំងជនស៊ីវិលបាញ់កាំភ្លើងធំឬ BM21 ជាដើមចំណុចទី4មិនឲ្យកម្ពុជាយកអគារស៊ីវិលឬកាស៊ីណូធ្វើជាឃ្លាំងគ្រាប់នោះទេនិងចំណុចទី5វិញមិនឲ្យជនស៊ីវិលកម្ពុជាចូលរួមប្រយុទ្ធក្នុងសង្គ្រាមនេះនោះទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្ទាប់